អ្នកណាមិនជឿថាប្រទេសកម្ពុជាយើងមានរបបបល័យពូជសាសន៍ខ្មែរក្រហមនេះសិភៅប្រវត្តិសាស្ត្រកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ1975ដល់ឆ្នាំ1979ចឹងរបបបល័យពូជសាសន៍ខ្មែរក្រហមឬក៏ប៉ុល ពត គឺមានរយៈពេល3ឆ្នាំ8ខែ20ថ្ងៃដោយចាប់ផ្ដើមឡើងនៅថ្ងៃទី17ខែមេសាឆ្នាំ1975ម៉ោង 9:30 នាទីព្រឹកនៅពេលដែលកងទ័ពខ្មែរក្រហមបានវាយចូលទីក្រុងភ្នំពេញដើម្បីផ្ដួលរំលំរបបសរដ្ឋខ្មែរឬក៏លន់នល់17មេសាឆ្នាំ1975ម៉ោង 9:30 នាទីព្រឹកហើយរបបខ្មែរក្រហមបានដួលរំលំនៅថ្ងៃ7ខែមករាឆ្នាំ1979ម៉ោង 12:00 ថ្ងៃត្រង់នៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានវាចូលទីក្រុងភ្នំពេញដើម្បីផ្ដួលរំលំរបបបល័យពូជសាសន៍ខ្មែរក្រហមថ្ងៃទី7មករាឆ្នាំ1979ម៉ោង 12:00 ថ្ងៃត្រង់